សូមជូនរឿងឆ្កែស្រុកនិងឆ្កែព្រៃមានឆ្កែស្រុកមួយក្បាលបោលទៅលេងព្រៃបានឃើញឆ្កែព្រៃមួយមានរូបរាងស្គមស្គាំងក៏ចូលទៅជិតធ្វើបដិសណ្ឋាសូមគ្នាជាមិត្តហើយឆ្កែស្រុកក៏សាកសួរទៅថាមិត្តរកស៊ីចិញ្ចឹមជីវិតសប្តាហ៍ថ្ងៃនេះតើញ៉ាំងបានបរិបូរឬអត្តខិតយ៉ាងណាឆ្កែព្រៃតបថាសម្លាញ់អើយខ្ញុំឯនេះជាតិជាសត្វព្រៃរកស៊ីដោយកម្លាំងខ្លួនឯងជួនបានបរិបូរទៅជួនណារកពុំបានក៏អត់ទៅឬដូច្នេះឆ្កែស្រុកក៏បបួលថាមិត្តឯងនៅឯព្រៃឥតគេចិញ្ចឹមយ៉ាងនេះជាទីលំបាកពេកណាស់បើដូច្នេះគួរមិត្តទៅនៅនឹងនាយខ្ញុំឯស្រុកគឺនៅជាមួយនឹងខ្ញុំនេះចោះនាយខ្ញុំនោះគាត់ចិត្តល្អណាស់គាត់បានឲ្យបាយត្រីចំណីខ្ញុំបរិភោគជាប្រក្រតីឆ្កែព្រៃក៏សួរថាតើនាយរបស់សម្លាញ់គេឲ្យសម្លាញ់បំពេញភារកិច្ចយ៉ាងណាខ្លះឆ្កែស្រុកឆ្លើយថាពុំមានកិច្ចការអ្វីជាទម្ងន់ទេគឺគេប្រើឲ្យដេកចាំផ្ទះកាលណាគេទៅលេងព្រៃយើងត្រូវទៅនឹងគេជួយដេញខំសត្វមរឹកផ្សេងបាននាំមកឲ្យគេកិច្ចការយើងមានតែប៉ុណ្ណឹងឯងរួចស៊ីបាយឆ្អែតដេកទៅឆ្កែព្រៃងក់ក្បាលកិច្ចការប៉ុណ្ណឹងល្មមនឹងធ្វើបានតែថារបស់ដែលពាក់នឹងកអ្នកនោះណាសម្លាញ់អូនេះគេហៅថាប្រឡៅណាសម្លាញ់តើគេចងប្រឡៅនឹងករបស់សម្លាញ់ឯងដូចនេះដើម្បីអ្វីដែរណែសម្លាញ់ប្រឡៅនេះគឺម្ចាស់គេចងចំណាំថាយើងជារបស់គេអញ្ចឹងសម្លាញ់មានម្ចាស់ឥស្សរៈលើក្បាលហើយទើបគេចងប្រឡៅជាចំណាំដូចនេះជាហើយសម្លាញ់ធម្មតាសត្វមានគេជានាយកលើក្បាលនោះតែមានសេចក្តីខុសចិត្តគេកាលណាដំបងប្រនងគង់នឹងត្រូវអំបែងក្បាលក្នុងកាលនោះឯងពុំខានឡើយណាហើយចោះសម្លាញ់ខ្លួនខ្ញុំនេះជាសំណក់ព្រៃឥតមាននរណាជានាយកលើក្បាលរកស៊ីត្រអាលតាមចិត្តឥតគិតផ្គប់ផ្គុនយកចិត្តឬក្រែងចិត្តនរណាស្វែងរកអាហារដោយលំពាកម្លាំងខ្លួនឯងបានតិចអាស្រ័យតិចបានច្រើនអាស្រ័យច្រើនចង់ដេកក៏ដេកទៅចង់ទៅណាមកណាក៏តាមតែចិត្តប្រាថ្នាមិនចាំបាច់ប្តឹងចាប់លាគេឲ្យលំបាកសម្លាញ់អើយធម្មតាសត្វដែលគេចិញ្ចឹមនេះមានសេចក្តីសុខកាយក៏ពិតមែនហើយព្រោះនាយកគេជួយការពារអន្តរាយក្នុងកាលដែលមានមកម្ដងតែចំណីអាហារនៅលើគេចង់ឲ្យវេលាណាក៏បានអាស្រ័យវេលានោះទៅបើគេមិនឲ្យនោះទោះជាខ្លួនឃ្លានយ៉ាងណាក៏មុខតែអត់ស្ងួតក្រពះខ្ញុំគិតទៅឃើញថាប្រឡៅចងកនេះនាំឲ្យចង្អៀតចិត្តពេកណាស់ខ្ញុំស៊ូនៅកទទេស្រឡះបែបនេះល្អជាងស្ដីហើយឆ្កែព្រៃក៏លាឆ្កែស្រុកទៅកាន់លំនៅអាត្មាខ្លួនវិញហោង